មើតែមនុស្សស្រីដាក់កំហុសតែមនុស្សស្រីចុះមនុស្សប្រុសវិញតាមពិតទៅអូនបើមានគេដាស់តឿនឲ្យយើងរស់នៅស្អាតរៀបចំស្អាតយើងបើកចិត្តទទួលយកទៅអូនហើយបើនិយាយពីការរស់នៅក្នុងផ្ទះប្រចាំគ្នាបងនិយាយពីចំណុចឧទាហរណ៍ថាអ្នកអត់មានគ្រួសារទេនៅជាមួយឪពុកម្ដាយអូនឯងប្រចាំគាត់ឲ្យរៀបចំផ្ទះដែរអត់បើសិនជាគាត់រវល់អត់បានរៀបចំតើអូនឯងនឹងទុកចោលឬក៏អូនឯងជួយរៀបចំគាត់អូនឯងមានពេលរៀបចំខ្លួនធ្វើខ្លួនស្អាតចុះគ្រាន់តែបោះផ្ទះជូតផ្ទះបងជឿជាក់ថាមិនអូនឯងធ្វើអត់បានទេហើយពេលដែលអូនឯងធ្វើបានអ្នកណាដែលទទួលបាននៅផាសុខភាពក្នុងការរស់នៅគឺអូនឯងផ្ទាល់ក្នុងករណីដែលអូនឯងមានគ្រួសារទៀតបើអូនឯងប្រចាំជាមួយនឹងប្តីរបស់យើងតើអ្វីដែលយើងទទួលបាននៅក្នុងគ្រួសារយើងគឺមានតែភាពអាប់អួរទេអូនជាមនុស្សស្រីមិនចេះតែតែងខ្លួនស្អាតតែមួយមុខគឺគ្រប់គ្រាន់ទេសម័យនេះអូនឯងធ្វើច្រើនប្តីយើងក៏ឲ្យតម្លៃយើងច្រើនទៅតាមនឹងដែរបើក្នុងករណីមនុស្សប្រុសគេអត់ប្រកាន់អូនឯងបែបណាក៏បានប៉ុន្តែបើនៅជាមួយគ្រួសារប្តីបែបប្រកាន់ច្រើនគេចូលចិត្តស្អាតចូលចិត្តការរស់នៅមានរបៀបរបបនៅពេលដែលគេចូលផ្ទះមកអាប់អួរក៏គេអត់ចង់នៅក្នុងផ្ទះនឹងដែរអូនហើយបើយើងមានកូនទៀតផ្ទះយើងក៏ក្រើកក្លិនអាប់អួរទៀតកូនយើងក៏ឈឺហើយផ្ទះស្អាតទៅអូនគឺទេវតាតាមថែផ្ទះស្អាតមិនមែនយើងវេចតាមមកប្រឡោះស្អាតទេអូនតាំងពីមុខផ្ទះដល់ចក្រានបាយពីចក្រានបាយដល់បន្ទប់ទឹកពីបន្ទប់ទឹកដល់កន្លែងគេហើយគ្រប់យ៉ាងសួរថាធ្វើដើម្បីអ្នកណាដើម្បីក្តីសុខខ្លួនឯងទេអានេះមិនមែនជាការដាក់កំហុសលើមនុស្សស្រីទេអូនគឺជាការដាស់តឿនគ្រាន់ចង់ឲ្យយើងរស់នៅស្អាតហើយបើដូចប្តីបងមកទីប្តីបងវិញចេះតែរលុយទេហើយនឹងមើលកូនតែបើឲ្យគាត់រៀបផ្ទះជូតផ្ទះបោះផ្ទះគាត់ធ្វើបានតែវាមិនស្អាតដូចចិត្តយើងអញ្ចឹងមនុស្សអត់អាចល្អគ្រប់ដល់ពេលអូនអញ្ចឹងការងារហ្នឹងគឺជាការងាររបស់យើងមនុស្សស្រីយើងធ្វើបានតែណាយើងធ្វើឡើងហ្នឹងទៅយើងបដ ாய் ផ្ទះយើងឲ្យអាប់អួរធ្វើអីអូនអាហ្នឹងក្តីសុខពិតប្រាកដយើងតាហើយតម្លៃយើងជាមនុស្សស្រីអូនក៏គេមើលតាមទង្វើសកម្មភាពរបស់យើងដែរទូញោមហ្នឹងបើឲ្យបងនិយាយពីគុណវិបត្តិបងរកគុណវិបត្តិអត់ឃើញទេអូននិយាយការពិតព្រោះបើយើងអត់មានពេលបោះជូតឬក៏យើងរវល់អត់សូវបានថែដិតដល់ក៏អត់ជាបញ្ហាអ្វីដែលជាបញ្ហាគឺគ្រាន់តែវាកាន់ដីកាន់ហុយកាន់តលីតែប៉ុណ្្នឹងឯងដោយតែបងប្អូនប្រើទូកញ្ចក់អញ្ចឹងព្រោះទូកញ្ចក់ហើយនឹងញោមហ្នឹងគឺវាប្រភេទតែមួយនឹងឯងបើឲ្យនិយាយពីគុណសម្បត្តិវិញអាហ្នឹងគឺបងឲ្យ10លើ10ព្រោះទី1គេមានការ design ទាន់សម័យទី2អស់លុយតិចទី3អត់ខ្លាចទឹកចូលកាឌីស៊ីដីហុយដីកាន់អីបោះជួតាមមួយប្រែស្អាតផ្លឹងហើយអត់មានក្លិនអាប់អួរអីទាំងអស់ហ្មងណាព្រោះផ្ទះល្វែងចំណាយលុយដេករៀបចំបានប៉ុណ្ណេះមើលសម្រាប់បងគាត់ថាអស់លុយតិចហើយផ្ទះយើងស្អាតតែបើគេផ្ទះគេថ្លៃគេដេកបែប modern premier អីអាហ្នឹងគេឆ្លាញ់ការ design បែបថ្លៃអញ្ចឹងទៅតែផ្ទះល្វែងតម្លៃប៉ុណ្ណេះបងដេកទូញោមបងគាត់ថាល្អប្រើបំផុតហើយតម្លៃសមរម្យហើយបើអត់ប្រាប់គេក៏គេអត់ដឹងថាញោមដែរអូនបើដាក់ឈើខ្លាចកាឌីស៊ីព្រោះផ្ទះមានកាឌីដាក់ឈើមកដូចហៅកាឌីមកអញ្ចឹងហើយបើយើងនិយាយពីដេកថ្លៃផ្ទះល្វែងដេកប៉ុណ្ណេះគឺវាសមរម្យជាទីបំផុតហើយតម្លៃប៉ុណ្ណេះសោភ័ណភាពប៉ុណ្ណេះគឺស្អាត